នេះគ្រាន់ចែកម្លែកបទពិសោធន៍ខ្ញុំទេពីច្រើនបងប្អូនខ្លះគាត់គិតថាហាត់គេហៅថា training ហាត់ហ្នឹងហាត់ឲ្យខ្លាំងហ្នឹងគឺត្រូវតែ100%គ្រប់ការហាត់គ្រប់ថ្ងៃហាត់គ្រប់អាទិត្យហាត់បែបនេះដែលហាត់បែបធម្មជាតិហើយគាត់ហាត់លក្ខណៈថា all out រហូតគឺទៅគិតចាណាឡើងវិញព្រោះពេលខ្លះអាហ្នឹងវាអាចធ្វើឲ្យយើងកាំងគេហៅថា progress យើងហើយវាពេលខ្លះយើង recover អត់ទាន់សន្លាក់យើងសាច់ដុំយើងអីអញ្ចឹងបើខ្ញុំហ្នឹងគឺមួយអាទិត្យខ្ញុំលេងប្រឹងឲ្យខ្លាំងបែរថាឲ្យ push PR របស់ខ្ញុំប៉ុន្តែមួយអាទិត្យទៀតគឺខ្ញុំព្យាយាមលក្ខណៈថារៀង back ថយក្រោយបន្តិចរៀងអត់សូវលើកគីឡូធ្ងន់ពេកឬក៏ខ្លាំង all out ពេកទេព្រោះវាឲ្យប្រព័ន្ធគេហៅថា nervous system យើងនឹង recover ដែរដូចនិយាយមកអញ្ចឹងសាឡាអីអញ្ចឹងយ៉ាបងប្អូនអាចយកទៅពិចារណាហើយយកទៅបែរថា just ជាព័ត៌មានអ្វីដែលសំខាន់នេះ rider wear កប់សេរីដូចជើងអ្នកហាត់សាច់ដុំដឹងហើយនេះ Skywalker ខ្មែរ